នាងខ្ញុំសូមគោរពជំរាបសួរទៅកាន់លោកពូអភិបាលរងស្រុកលោកពូមេប៉ោះលោកពូមេខំលោកនាយកគណៈធិបតីភ្ញៀវកិត្តិយសលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដោយសេចក្តីសោមនស្សរីករាយបំផុតនាងខ្ញុំឈ្មោះម៉ាត់សុព្រីណារៀននៅថ្នាក់ទី10នៃសាលាវិទ្យាល័យ Alpha Lash ដែលក្នុងថ្ងៃនេះផងដែរនាងខ្ញុំមានបច្ចុប្បន្នកិត្តិយសខ្លាំងមែនទែនដែលបានឡើងមកបកស្រាយនៅប្រធានបទមួយដែលតាក់ទងនឹងការអប់រំសិលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី10ជំពូកទី1មានចំណងជើងថាគុណតម្លៃមនុស្សនិងមេរៀនទី1ការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៅក្នុងមេរៀននេះផងដែរពិតជាមានតម្លៃអប់រំជាច្រើនដែលអប់រំយើងទាំងអស់គ្នាឲ្យមានស្មារតីមេត្តាករុណានិងចេះចែករំលែកចេះជួយគ្នាស្រឡាញ់មិត្តភ័ក្តិនិងគោរពគ្នាទៅវិញទៅមកមិនប្រើប្រាស់អំពើហិង្សាក៏ដូចជាការប្រើក៏ដូចជាការរើសអើងចេះអធ្យាស្រ័យគ្នានិងសហការគ្នាជាក្រុមជាដើមដោយសារតែកត្តាពេលវេលានាងខ្ញុំនឹងលើកនៅចំណុចនៅ3ចំណុចនៃខ្លឹមសារមេរៀននេះនៅចំណុចទី1នោះគឺការរស់នៅប្រកបដោយភាពថ្លៃថ្នូរតើអ្នកទាំងអស់គ្នាដឹងដែរឬទេថាការរស់នៅប្រកបដោយភាពថ្លៃថ្នូរមានន័យដូចម្ដេចការរស់នៅប្រកបដោយភាពថ្លៃថ្នូរនោះមានន័យថាការរស់នៅដោយស្គាល់តម្លៃខ្លួនឯងក៏ដូចជាឲ្យតម្លៃទៅអ្នកដទៃជាការពិតណាស់ភាពថ្លៃថ្នូរមិនមែនសំដៅទៅលើសម្ភារៈនិយមក៏ដូចជាមានទ្រព្យសម្បត្តិស្ដុកស្ដំនិងមានបនស័ក្តិខ្ពស់នោះឡើយប៉ុន្តែវាស្ដែងចេញតាមរយៈកាយវិចារចិត្តចំពោះចំណុចទី2នោះវិញស្មារតីមេត្តាករុណានិងការចែករំលែកស្មារតីមេត្តាករុណាគឺជាការមានចិត្តទន់ភ្លន់ចេះអាណិតអាសូរចំពោះអ្នកដែលមានទុក្ខលំបាកនិងមានបំណងចង់ជួយទៅអ្នកដែលមានទុក្ខលំបាកនោះឲ្យរួចផុតពីទុក្ខទាំងឡាយដោយឡែកការចែករំលែកគឺជាការមានចិត្តគឺជាការលះបង់អាត្មានិយមជួយដល់ជនខ្វះខាតការចែករំលែកមិនមែនមានន័យតែលើសម្ភារៈឡើយប៉ុន្តែរួមមានការចែករំលែកចំណេះដឹងបទពិសោធន៍និងការជួយលើកទឹកចិត្តជាដើមចូលមកដល់ចំណុចទី3ការមិនរើសអើងនឹងការសហការជាក្រុមការមិនរើសអើងនឹងការសហការជាក្រុមគឺជាគុណតម្លៃដែលសំខាន់បំផុតនៅក្នុងសង្គមការរៀនសូត្រនិងការងារជាដើមការមិនរើសអើងមានន័យថាការគោរពនិងទទួលយកមនុស្សគ្រប់រូបដោយស្មើភាពមិនប្រកាន់ពូជសាសន៍សាសនាភេទស្ថានភាពសេដ្ឋកិច្ចឬសមត្ថភាពការអនុវត្តការមិនរើសអើងជួយឲ្យសង្គមមានសន្តិភាពសាមគ្គីភាពនិងការយល់ចិត្តគ្នាចូលមកដល់ឧទាហរណ៍វិញគឺការគោរពមិត្តភ័ក្តិទាំងអស់ស្មើគ្នាមិនមើលងាយអ្នកក្រីក្រឬអ្នកមានពិការភាពផ្ដល់ឱកាសដូចគ្នាដល់មនុស្សគ្រប់រូបចំពោះសហការជាក្រុមវិញគឺជាការធ្វើការងាររួមគ្នាជាមួយរវាងមនុស្សជាច្រើនដើម្បីសម្រេចការងារសម្រេចគោលដៅរួមការសហការល្អត្រូវការគោរពគ្នាការចែករំលែកគំនិតនិងការជួយគ្នាទៅវិញទៅមកការសហការជាក្រុមពិតជាមានអត្ថប្រយោជន៍ជាច្រើនខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នាអត្ថប្រយោជន៍នៃការសហការជាក្រុមមានដូចជាធ្វើការងារបានលឿននិងមានប្រសិទ្ធភាពបង្កើនការកែច្នៃនិងគំនិតថ្មីបង្កើតសាមគ្គីភាពនិងមិត្តភាពល្អឧទាហរណ៍ដូចជាសិស្សធ្វើកិច្ចការនៅសាលាបុគ្គលិកធ្វើការងាររួមគ្នានៅក្រុមហ៊ុនប្រជាជនសហការគ្នាដើម្បីអភិវឌ្ឍសហគមន៍សរុបមកវិញការមិនរើសអើងនឹងការសហការជាក្រុមគឺជាគន្លឹះដ៏សំខាន់មួយក្នុងការរស់នៅដោយសុខដុមរមនានិងការរីកចម្រើនរួមគ្នាដើម្បីជាតលហីក៏សពបញ្ជាក់ឲ្យកាន់តែច្បាស់ថែមមួយកម្រិតទៀតនោះសូមបង្វែរអារម្មណ៍មករលែកមើលនៅក្នុងកម្រងស្នាដៃអក្សរសិល្ប៍ខ្មែរយើងវិញក៏បាន
រៀនត្របានក៏បានឆ្លុះបញ្ចាំងក៏ដូចរៀនត្រដាងយ៉ាងច្បាស់ថែមទៀតដូចយ៉ាងណាមិញដូចជានៅក្នុងរឿងកលាបៃលិនដែលជាស្នាដៃរបស់កវីនិពន្ធខ្មែរមួយរូបដែលមានឈ្មោះថាលោកញុកថែមដែលផ្ទៃរឿងទាំងមូលបានបង្ហាញអំពីតួអង្គចៅចិត្រដែលជាតំណាងនៃមនុស្សដែលមានតម្លៃលើសពីឋានៈទោះបីជាខ្លួនជាកម្មករតោកយ៉ាប៉ុន្តែចៅចិត្រមានស្មារតីអត់ធ្មត់និងមេត្តាគេមិនដែលខឹងឬប្រើប្រាស់អំពើហិង្សាតបតទៅអ្នកដែលបានមើលងាយខ្លួននោះឡើយការជួយសង្គ្រោះនៅពេលដែលលោកលួងរតនសម្បត្តិជួបនៅគ្រោះថ្នាក់ចៅចិត្របានជួយដោយចិត្តស្មោះត្រង់បរិសុទ្ធគ្មានបំណងចង់បានរង្វាន់អ្វីពីលោកលួងរតនសម្បត្តិនោះទេលើសពីនេះទៅទៀតបង្ហាញពីការរស់នៅប្រកបដោយសីលធម៌ខ្ពស់ដែលចេះជួយគ្នាជួយគ្នាទោះជាធ្លាប់មានការរើសអើងពីមុនមកក៏ដោយបន្ថែមពីនេះទៅទៀតបើយើងក្រឡេកទៅមើលនៅក្នុងគម្ពីរអាល់កុរអានដែលជាគម្ពីររបស់សាសនាអ៊ីស្លាមការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរគឺជាគោលការណ៍សំខាន់បំផុតដែលសាសនាអ៊ីស្លាមបានបង្រៀនអល់ឡោះព្រះជាម្ចាស់ដែលបានណែនាំឲ្យមនុស្សត្រូវរស់នៅដោយសុចរិតភាពកិត្តិយសការគោរពខ្លួនឯងការគោរពអ្នកដទៃព្រមទាំងអនុវត្តតាមបញ្ជារបស់អល់ឡោះសាសនាអ៊ីស្លាមបានបង្រៀនឲ្យមនុស្សមានអាកប្បកិរិយាល្អស្មោះត្រង់ចេះអត់ធ្មត់និងចេះស្រឡាញ់ជាតិប្រសិនបើយើងទាំងអស់គ្នាចង់រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរចូលយើងទាំងអស់គ្នាប្រកាន់នៅគោលការណ៍ទាំង4ដែលខ្ញុំបានលើកឡើងនេះដែលគោលការណ៍ទី1នោះគឺមនុស្សទាំងអស់មានតម្លៃស្មើគ្នាគម្ពីរអាល់កុរអានបានបញ្ជាក់ថាមនុស្សទាំងអស់ត្រូវបានអល់ឡោះបង្កើតដោយមានកិត្តិយសអល់ឡោះបានមានព្រះបន្ទូលថាពិតប្រាកដណាស់យើងបានផ្ដល់កិត្តិយសដល់កូនចៅអាដាមអត្តន័យរួមគឺមនុស្សគ្រប់រូបត្រូវគោរពមិនមើលងាយឬរើសអើងគ្នាឡើយចំពោះចំណុចទី2នោះគឺរស់នៅដោយសុចរិតនិងស្មោះត្រង់អ៊ីស្លាមបង្រៀនឲ្យមនុស្សនិយាយពិតធ្វើល្អជានិច្ចអល់ឡោះបានមានព្រះបន្ទូលថាចូលពួកអ្នកធ្វើអំពើល្អពិតប្រាកដណាស់អល់ឡោះស្រឡាញ់អ្នកដែលប្រព្រឹត្តអំពើល្អចំពោះចូលមកដល់ចំណុចទី3គោរពនិងជួយអ្នកដទៃការរស់នៅប្រកបដោយភាពថ្លៃថ្នូរមិនមែនគិតតែខ្លួនឯងទេប៉ុន្តែត្រូវចេះជួយដល់អ្នកខ្វះខាតនិងប្រព្រឹត្តល្អចំពោះមនុស្សជុំវិញខ្លួនចំណែកចំណុចទី4នោះគឺការអត់ធ្មត់និងគ្រប់គ្រងអារម្មណ៍មនុស្សដែលមានសេចក្តីថ្លៃថ្នូរត្រូវចេះអត់ធ្មត់មិនប្រើប្រាស់អំពើហិង្សាឬពាក្យអាក្រក់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរតាមគម្ពីរអាល់កុរអានគឺជាការរស់នៅដោយសុចរិតភាពការគោរពគ្នាការធ្វើអំពើល្អនិងការអនុវត្តតាមបញ្ជារបស់អល់ឡោះវាជាកលឹះឲ្យនាំឲ្យមនុស្សមានសន្តិភាពក៏ដូចជាសុភមង្គលនិងការគោរពពីសង្គមជាតិនៅចុងបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកពូអភិបាលរងស្រុកលោកពូមេខុំលោកពូមេប៉ោះនិងគណៈគ្រប់គ្រងទាំងអស់និងលោកនាយកដែលបានស្ដាប់នៅការបកស្រាយរបស់នាងខ្ញុំដោយយកចិត្តទុកដាក់សូមអរគុណ